ផលិតផលទាំងអស់ហ្នឹងភាគច្រើនបំផុតហ្នឹងគឺនៅក្នុងរដូវរំហើយមានន័យថាចាប់ពីចុងរដូវវស្សារហូតមកដល់ពាក់កណ្ដាលខែ2កំឡុងពេលហ្នឹងផលិតផលនាំចូលតិចបំផុតបាទដោយសារហេតុអីនៅខាងក្នុងស្រុកសម្បូរក្រៅពីទំនិញដែលយើងនាំចូលពីខេត្តផ្សេងមកផ្គត់ផ្គង់ក្នុងខេត្តតើក្នុងខេត្តសៀមរាបយើងមានកសិផលអីដែលជាកសិផលចំពោះមុខហើយយើងគិតថាត្រូវតែបោះពួយដើម្បីរក្សានិរន្តរភាពប្រព័ន្ធដូចជាបងប្រព័ន្ធលើកឡើងឧបមាដែលយើងលើកទីហៅថាស្ពេទេណាឬក៏សាឡាត់ទេទីហៅណាតែយើងជួយជំរុញយ៉ាងម៉េចដើម្បីប្រព័ន្ធដំណើរការទៅទីផ្សាររបស់គាត់បានរហូតទៅដល់រដូវសូមជឿជាក់ស្ដែងបើយើងត្រឡប់មើលផ្នែកខាងពពួកបន្លែបាទយើងធ្វើបានល្អច្រើនហើយយើងផ្គត់ផ្គង់ស្ទើរតែទាំងស្រុងប៉ុន្តែវាមានលក្ខណៈរដូវកាលបន្តិចបាទពពួកតសក់ពពួកសណ្ដែកគួរពពួកម្ទេសពពួកត្រប់ពពួកស្ពៃឬក៏ផ្កាស្ពៃពពួកស្លឹកកញ្ឆាយដែលយើងប្រើក្នុងនំកញ្ឆាយបាទទាំងអស់ហ្នឹងហើយដែលល្អមួយទៀតនៅខេត្តសៀមរាបគឺពពួកប៉េងប៉ោះយើងក៏អាចថាល្បីដែរនៅប៉េងប៉ោះរបស់ខេត្តសៀមរាបបាទហើយយើងមាននៅផលិតផលទាំងអស់ហ្នឹងភាគច្រើនបំផុតហ្នឹងគឺនៅក្នុងរដូវរំហើយមានន័យថាចាប់ពីចុងរដូវវស្សារហូតមកដល់ពាក់កណ្ដាលខែ2កំឡុងពេលហ្នឹងផលិតផលនាំចូលតិចបំផុតបាទដោយសារហេតុអីនៅខាងក្នុងស្រុកសម្បូរផុតពីហ្នឹងមកបានចាប់ដើមថយប៉ុន្តែថយមានរបស់ខ្លះថយតិចរបស់ខ្លះថយច្រើនអាស្រ័យដោយឧទាហរណ៍ដូចតសក់នេះថយអត់ច្រើនទេម្រះក៏ថយអត់ច្រើនទេប៉ុន្តែពពួកផ្សេងទៀតដែលយើងពិបាកធ្វើអានឹងគេចាប់ដើមចូលមកវិញបាទ